ចាឆ្លើយតបចាទៅលើសំណួររបស់បងប្អូនដែលគាត់បានឆាតចាតាមប្រព័ន្ធ Facebook ហើយនិងប្រព័ន្ធ Telegram ចាអញ្ចឹងឆ្លើយតបទៅនឹងសំណួរបងប្អូនចាដែលបានឆាតសួរណាចាអញ្ចឹងគាត់ចង់ដឹងថាតើការសិក្សានៅវិទ្យាសាស្ត្រចាផ្នែកក្បួនតម្រាងលេខតនឹងតើចាប់ផ្ដើមដំបូងគាត់ត្រូវរៀនពីអ្វីខ្លះអញ្ចឹងថ្ងៃនេះគឺនេះខ្ញុំសូមបកស្រាយជូនចាជាដំបូងបងប្អូនដែលចង់សិក្សានៅវិទ្យាសាស្ត្របងប្អូនត្រូវចាសិក្សានៅឯកសារក្បួនមហាទិសាសិនចាពីព្រោះនៅក្នុងមហាទិសានឹងគឺជាមូលដ្ឋានគ្រឹះសម្រាប់បងប្អូនឡើងទៅរៀននៅក្បួនចាតម្រាងលេខអត្ត3ឋាន5ឋាន7ឋាន9ឋានអីចឹងទៅចាហើយនឹងឡើងទៅរហូតទៅដល់ក្បួនចាចក្ររិស័យចាអញ្ចឹងសម្រាប់មូលដ្ឋានគ្រឹះនៃវិទ្យាសាស្ត្រគឺបងប្អូនត្រូវសិក្សាអានឯកសារភាសានឹងឲ្យបានច្បាស់ចាហើយនៅក្នុងសិភៅរបស់នាងខ្ញុំគឺនាងខ្ញុំបានបកស្រាយជូនចានៅក្នុងនោះគឺភាសាណាបងប្អូនចាភាសាគឺនាងខ្ញុំបកស្រាយជូនអំពីចាភពនីមួយៗអំពីធាតុអំពីកម្លាំងរបស់ភពចាហើយនឹងចាភពជាមិត្តជាសត្រូវគូធាតុគូសមពលសត្រូវធាតុទៀតនៅក្នុងនោះគឺមានដាក់ទាំងអស់ណាបងប្អូនចាហើយអត្ថន័យរបស់ភពនីមួយៗគឺនាងខ្ញុំបកស្រាយជូនយ៉ាងលម្អិតចាឧទាហរណ៍ដូចជាភពអាទិត្យនៅទិសណាចាពណ៌គឺមានពណ៌អីចាចំណេះការសិក្សាយើងត្រូវរៀននៅផ្នែកអ្វីដូចថានៅក្នុងដួងចិត្តតារាងកំណើតរបស់បុគ្គលម្នាក់ហ្នឹងគាត់មានពុទ្ធិស្ថានអញ្ចឹងតើគាត់ត្រូវរៀនខាងផ្នែកអ្វីចាពីព្រោះនៅក្នុងភពនីមួយៗគឺសុទ្ធតែមានផលវិជ្ជមានអវិជ្ជមាននៅក្នុងនេះស្រេចណាបងប្អូនចាជំងឺគឺនៅក្នុងនេះទាំងអស់ចាហើយសភៅនេះគឺមានជាង200ទំព័របងប្អូនណាចា200ចា220ជាងចាពីនោះមានថា230ចុះចា230ចា233ទំព័រ233 234ណាចាដោយសារយើងសរសេរអក្សររៀងទូចដែរនៅក្នុងហ្នឹងហើយຂ្នាតគឺស្អាតដាក់តាមកាបូបតាមអីចឹងទៅណាទៅណីអាចដាក់តាមខ្លួនបានហើយងាយស្រួលសម្រាប់មើលទៀតចានេះគឺបកស្រាយឲ្យចារៀបរាប់ឲ្យលម្អិតក្នុងនឹងជំងឺទិសចាហើយការរៀបចំចាគេហដ្ឋានចាអ្វីថាយើងដាំឈើដាំអីចឹងទៅហើយការប្រើត្បូងសម្រាប់បុគ្គលម្នាក់យើងគួរប្រើត្បូងប្រភេទណាពាក់នៅម្រាមដៃណាចាដើម្បីជួយលើករាសីរបស់យើងនៅក្នុងនេះគឺខ្ញុំមានដាក់ទាំងអស់ចានៅក្នុងវិទ្យាសាស្ត្រពុកនីមួយៗចាគឺផ្ដល់ផលវិជ្ជមានអវិជ្ជមានដល់រាសីទូខ្លួនរបស់យើងម្នាក់ណាបងប្អូនអត់មានអ្នកណាដែលមានលេខស្អាតឥតខ្ចោះទេនៅក្នុងនឹងចាតារាងកំណត់យើងម្នាក់គឺអត់មានអ្នកណាលេខល្អទាំងអស់ទេចាអញ្ចឹងគឺសម្រាប់ការសិក្សាជំនាញដំបូងបងប្អូនត្រូវសិក្សាអានឯកសារសៀវភៅនឹងចាព្រោះខ្ញុំបកស្រាយហ្នឹងគឺលម្អិតឲ្យចាជំងឺគឺជំងឺបែបវិទ្យាសាស្ត្រនៅក្នុងហ្នឹងអញ្ចឹងគឺថតថាជំងឺកាយអាទិត្យមានជាប់ពាក់ព័ន្ធនឹងអីខ្លះចាកាយអាទិត្យគឺជាប់ពាក់ព័ន្ធនឹងភ្នែកចាគឺភាគរយខ្លាំងគឺទៅលើភ្នែកស្ដាំហើយកាយច័ន្ទគឺភ្នែកឆ្វេងអញ្ចឹងទៅចាហើយភ្នែកគេបែងចែកទៅលើបុរសនិងស្ត្រីទៀតចាស្ត្រីគេឲ្យតម្លើពុកអាទិត្យខ្សោយហ្នឹងតែភ្នែកនៅខាងណាអញ្ចឹងទៅចាប៉ុន្តែសម្រាប់ការសិក្សាគឺទាមទារការអត់ធ្មត់នៃវិទ្យាសាស្ត្រមិនមែនដាក់ទៅគឺបានព្រៀនដូចចិត្តយើងគិតទេទាមទារការអត់ធ្មត់ក្នុងការអានអារម្មណ៍ល្អចាហើយតែកាលណាយើងមានអារម្មណ៍ល្អនៅក្នុងចិត្តអារម្មណ៍អត់ចូលច្បល់អត់មានបញ្ហាវិបត្តិមកសៅទេយើងអានសភៅទៅគឺចូលយល់ណាគាត់ថយថាអានតាមទំព័រមួយចឹងគឺយើងយល់ចាចឹងណាអញ្ចឹងការសិក្សាវិទ្យាសាស្ត្រមុននឹងឡើងទៅរៀនដល់តាក់គឺបងប្អូនរៀនចាអានឯកសារភាសាសិនហើយនៅក្នុងនេះគឺនេះខ្ញុំបានបកស្រាយអំពីផ្កាយសោយជ្រែកចាសោយជ្រែកហ្នឹងគឺឧបមាថាអាទិត្យនៅលើកម្លាំងខ្លួនឯងចាយើងដើរនៅក្នុងរាតាគឺមានលេខ1នៅលើ6លេខ1នៅលើ6ហ្នឹងគេហៅថាអាទិត្យនៅលើកម្លាំងខ្លួនឯងអាទិត្យសោយខ្លួនឯងបើសិនជាកាយច័ន្ទជ្រែកអាទិត្យបានន័យថាលេខ15ព្រោះក្នុងនេះគឺនេះខ្ញុំបកស្រាយហើយចាអាទិត្យមានកម្លាំងប្រមាណកាយច័ន្ទកម្លាំងប្រមាណអីចឹងទៅចាគេរាហូអីក៏បកស្រាយដែរនៅក្នុងនោះគឺដាក់ទាំងអស់ចារហូតដល់មិត្តប្រយោជន៍ទៀតចាចឹងណាចឹងគឺបងប្អូនអានសភៅនឹងទៅគឺទទួលបាននូវចំណេះដឹងសម្រាប់សិស្សដែលចង់សិក្សាចាសម្រាប់តាក់ទទួល4ឋានចាគឺអ្នកគ្រូហ្វ្រីសភៅនេះឯកសារនឹងជូនចាសម្រាប់ជាចំណេះដឹងណាអានជំនាញដំបូងគឺអានចាអានឯកសារសិនយល់ហើយបានអ្នកគ្រូចាប់ផ្ដើមតម្លាក់វីដេអូយើងដើរដល់តាក់បងពីព្រោះវាជាចាតម្រាងលក្ខណៈហ្នឹងគឺទំនាយគឺចាញ់ពីឯកសារនឹងឯងបងប្អូនចាអតិតច័ន្ទគាពុទ្ធពណ៌សសៅពេទ្យអីចឹងទៅរៀបហូអីចឹងទៅចាអញ្ចឹងណាព្រោះអត្តយើងដើរតែ7លេខទេលេខ1 2 3 4 5 6 7ចាចំណែកលេខ8 9 10 11 12អីគឺយើងប្រើជាកម្លាំងបូកឋានបូកចានៅជួរទី4ចាអញ្ចឹងគឺទំនាយអីសោយជ្រែកអីគឺនៅក្នុងនេះទាំងអស់ចាគាត់ថាយើងយកទៅដល់នៅក្នុងអត្តគឺយើងភ្ជាប់សម្ព័ន្ធទៅលើផ្ទះចាផ្ទះរបស់អត្តហ្នឹងចាអត្តហណៈតនាងបិតាមេដាអីហ្នឹងចាហ្នឹងណាចាចំណែកអឺអ្នកដែលបង្កើតព្រឹត្តិការណ៍ភាពវឹកវរល្អឬអាក្រក់អីគឺនៅលើភពនឹងឯងណាចាភពមួយហ្នឹងគឺអ្នកបង្កើតសាច់រឿងល្អក៏នៅលើភពចាអាក្រក់ក៏នៅលើភពដែរឧបមាថាអាទិត្យជួបអង្គារតើមានបញ្ហាអីចានៅក្នុងនេះគឺបកស្រាយទាំងអស់
យើងរាប់រិស័យរបស់យើងរិស័យឆ្នាំរិស័យខែរិស័យថ្ងៃទៅអានេះយើងដឹងហើយឆ្នាំនេះយើងជួបរឿងអីឆ្នាំមកយើងជួបរឿងអីចាចាញ់ទាំងអស់ទៅដល់តាបើទូ9ឋានហើយយើងមិនការយកកំណត់ចូលដាក់ក្នុងឋានទី10ទៀតចាអញ្ចឹងដំណើរតា3ឋានយើងមើលអត់ទាន់អស់សាច់រឿងទេចាគ្រាន់តែជាដួងដើមទេចង់មើលដំណើរជីវិតរិស័យចាដំណើរជីវិតរបស់យើងពេញមួយជីវិតទាំងដងគឺយើងដើរដាក់19ឋានអានឹងគឺចាញ់ចាគូក្រងចាក្រុមគ្រួសារពាក្យយាស្វាមីផ្ទះបុណ្យចាទ្រព្យសម្បត្តិដីធ្លីទេសបាផ្សេងៗគឺនៅក្នុងនោះទាំងអស់ចាដីក្តៅដីត្រជាក់អីគឺនៅក្នុងចាលាតៈបើទូ9ឋានអានឹងគ្រាន់តែសិភៅមូលដ្ឋានគ្រឹះនៃភាសាខាងផ្នែកអរសាស្ត្រទេសម្រាប់សិស្សឡើងទៅរៀននៅគួរតៈទៀតចាកាលណាយើងយល់ពីនឹងហើយយើងទៅដល់ក្នុងតៈក៏ងាយលឿនចាស្រួលអត់ពិបាកទេពីព្រោះទំនីអីគឺនេះខ្ញុំបកស្រាយចូលនៅក្នុងនេះចាកាយសោយជ្រែកអីគឺនៅក្នុងនេះគ្រាន់តែតៈយើងភ្ជាប់ទៅលើផ្ទះមួយទៀតហើយក្រុមកម្ដងបកស្រាយចាសិភៅទី2មួយទៀតចានៅក្នុងឆ្នាំ2021ហ្នឹងគឺកំពុងរៀបចារៀបរៀងចុងក្រោយឯកសារហើយចាពីព្រោះការធ្វើសិភៅមួយមិនមែនចាមួយថ្ងៃពីរថ្ងៃមួយថ្ងៃពីរថ្ងៃធ្វើបានទេគឺទាមទារការអត់ធ្មត់ការសរសេររៀបចំចងក្រងបញ្ចូលចាគ្រាប់បានមួយទំព័រគឺចំណាយពេលណាបងប្អូនចាអញ្ចឹងគឺគ្រូបកស្រាយគឺចង់ចែកប្លែកនៅចំណេះដឹងគឺតិចនិចនៃការរៀនក្បួនអរសាស្ត្រធ្វើម៉េចដើម្បីឆាប់ចាប់បានឆាប់ចេះបើសិនបើបងប្អូនអត់មានមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រទេទោះបីយើងទៅរៀនយូរប៉ុណ្ណាក៏នៅតែរំពើក្រោមថាតែយើងអត់មានគ្រឹះក្រោមណាបងប្អូនណាចាអញ្ចឹងអរគុណជម្រាបលាចា